ព្រោះយើងកើតមកជាមនុស្សប្រុសស្រីទាំងឡាយតែងតែមានការប្រព្រឹត្តខុសទៅកាន់លោកឪពុកអ្នកម្ដាយរបស់យើងគ្រាន់តែថាទោសកំហុសដែលយើងធ្វើនោះវាមានលក្ខណៈតូចលក្ខណៈធំតែប៉ុណ្ណឹងតែរឿងទោសកំហុសវាតែងតែកើតមានតែអ្វីដែលសំខាន់នៅពេលដែលកើតមានហើយយើងដឹងនៅទោសកំហុសយើងទៅថ្វាយបង្គំលោកឪពុកអ្នកម្ដាយរបស់យើងសុំខមារទោសថាកូនបានធ្វើខុសជាមួយនឹងលោកឪពុកអ្នកម្ដាយដោយពាក្យពេចន៍ដោយវាចាផ្សេងដែលអចេតនានឹងដោយចេតនាក្តីចឹងសំខាន់គឺយើងដឹងទោសកំហុសហើយយើងកែនៅកំហុសរបស់យើងឲ្យបានល្អប្រសើរនោះវាល្អសូម្បីតែព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គសម្ដែងដែរថាបុគ្គលខ្លះកើតមកនឹងគឺងងឹតគឺអវិជ្ជាគឺមិនដឹងគុណតែអ្វីដែលសំខាន់នៅពេលដែលយើងធំយើងពេញវ័យយើងដឹងក្តីយើងមានប្រពន្ធកូនហើយយើងគូតែដឹងថាអ្វីជាទោសអ្វីជាគុណអ្វីជាបុណ្យអ្វីជាបាបហើយយើងតោងប្រព្រឹត្តនៅអំពើល្អតបស្នងសងគុណលោកឪពុកអ្នកម្ដាយបន្តវិញទៅនោះគឺជារឿងល្អប្រសើរសម្រាប់យើងផងដែរហ្នឹងឥឡូវដូចជាមិនទាន់ឃើញញាតិញោមពុទ្ធបរិស័ទនឹងចូលរួមក្នុងកម្មវិធីនេះនៅឡើយបើមានអាត្មាភាពនឹងទទួលបើមិនទាន់មាននឹងអរតនីនិមន្តប្រគុណម្ចាស់ពេជ្រមณีកណាចូលរួមតាក់ទងទៅនឹងទុកទី4គឺទុកព្រោះកូនអវិជ្ជានឹងបន្ថែមទៅអត្តន័យរបស់លោកម្ចាស់ទុំចន្លៀងបន្តិចបន្តួចកណាសូមអរតនីនិមន្តកណាសូមអរប្រគុណសាជាថ្មីចំពោះធម្មវិខមិនដែលបានផ្ដល់ឱកាសដើម្បីចូលរួមទៅនឹងការធ្វើបទបរិយាយអំពីសេចក្តីទុក្ខរបស់ឪពុកម្ដាយពេលដែលកូនទាំងឡាយកើតមកហើយល្ងងខ្លៅព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គប្រកាសដែរថាបណ្ដាលកូនទាំងឡាយ3ពួកនោះមានអតិជាតបុត្រជាកូនដ៏ល្អអនុជាតបុត្រគឺជាកូនដែលធ្វើតាមបង្គាប់ឪពុកម្ដាយប៉ុន្តែកូនទី3នេះគឺជាអវជាតបុត្រកូនដែលខលខូចកូនដែលល្ងងខ្លៅកូនអវិជ្ជាកូនដែលធ្វើឲ្យពុកម្ដាយអាម៉ាស់មុខនៅក្នុងសង្គមជាតិយើងនេះកូនដែលល្ងងខ្លៅប្រៀបបីដូចជាពស់ពឹសប្រៀបបីដូចជាពស់វែកដែលមានពឹសដ៏សាហាវអាចសម្លាប់នៅមនុស្សសត្វទាំងឡាយដែលអាចចូលទៅបៀតបៀនដល់សត្វទាំងនោះបានប៉ុន្តែបើកូនល្ងងនោះវិញនោះមិនថាអ្នកណាក៏ដោយឲ្យតែហ៊ានប៉ះពាល់នោះមនុស្សល្ងងកូនល្ងងនោះឯងតែងតែធ្វើអំពើអាក្រក់មានដោយការវាយតត់ធាក់គេជាដើមមិនស្គាល់ចាស់ទុំមិនស្គាល់ប្រសង់មិនស្គាល់ចាស់ព្រឹទ្ធាចារ្យជាដើមមិនថែមទាំងប៉ុណ្ណេះកូនល្ងងខ្លៅនេះឯងថែមទាំងវាយឪពុកម្ដាយនឹងថែមទៅទៀតចឹងបាននៅក្នុងស្រីហេតោប្រទេសលោកបានសម្ដែងថាកូនទាំងឡាយ3ពួកកូនទី1ដែលកើតនៅក្នុងឧត្តរ
កូនទី2នោះឯងគឺកូនដែលកើតមកហើយស្លាប់កូនទី3នេះជាកូនដែលល្ងងខ្លៅហើយលោកបានសម្ដែងបញ្ជាក់ថែមទៀតថាសេចក្តីទុក្ខរបស់ឪពុកម្ដាយពេលដែលកូននៅក្នុងផ្ទៃនោះគឺជាសេចក្តីទុក្ខលំបាកនៅក្នុងមួយខណៈតែប៉ុណ្ណោះចំណែកឯកូនទី2ដែលកើតហើយមកស្លាប់នោះបានត្រឹមធ្វើឲ្យឪពុកម្ដាយលំបាកវេទនាក្នុងចិត្តមានការយំញែកស្ដាយស្រណោះចំពោះដល់កូនកើតមកហើយនោះជាឈាមរបស់ខ្លួនហើយបានស្លាប់បាត់បង់ជីវិតទៅវិញតែសេចក្តីទុក្ខនេះឯងនៅក្នុងមួយខណៈតែប៉ុណ្ណោះប៉ុន្តែកូនទី3នេះកូនដែលកើតមកហើយល្ងងខ្លៅអវិជ្ជាមិនស្ដាប់បង្គាប់នេះធ្វើឲ្យឪពុកម្ដាយមានសេចក្តីទុក្ខតាំងពីកូនចុះចាប់បដិសន្ធិហើយនឹងកើតមកនោះធ្វើឲ្យឪពុកម្ដាយស្រក់ទឹកភ្នែកតាំងពីក្មេងរហូតដល់ចាស់កូនអវិជ្ជាកូនល្ងងខ្លៅកូនទុរយុសបានធ្វើឲ្យឪពុកម្ដាយស្រក់ទឹកភ្នែកធ្វើឲ្យឪពុកម្ដាយលំបាកវេទនានៅក្នុងចិត្តដូចជាពេលខ្លះជាដើមកូនទាំងឡាយនោះឯងមានការវាយទាត់ធាក់គ្នាជាដើមដូចជាសង្គមយើងបច្ចុប្បន្នជាច្រើនតាមបណ្ដាស្រុកស្រែមិនថាត្រឹមតែស្រុកស្រែតែប៉ុណ្ណោះនៅក្នុងទីក្រុងនោះផងដែរឲ្យតែមានកម្មវិធីរំរែកសប្បាយរីករាយនោះកូនទាំងឡាយនោះឯងតែងតែមានការវាយទាត់ធាក់គ្នាជាដើមឪពុកម្ដាយគ្រាន់តែឮថាកូនទៅរួមមានការវាយទាត់ធាក់គ្នាជាដើមនោះគឺឪពុកម្ដាយលំបាកវេទនានៅក្នុងចិត្តស្អិតទ្រូងជាដើមព្រោះដោយសារតែកូនល្ងងកូនមិនស្រឡាញ់ឪពុកម្ដាយចឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាបណ្ដាសេចក្តីទុក្ខទាំងឡាយទាំងពួងនៅក្នុងឆាកជីវិតរបស់ឪពុកម្ដាយនោះពលគឺកូនសាបគប់នៅមិត្តអាក្រក់ហើយកូនដែលកានមកហើយមិនខំខ្នះខ្នាញរៀនសូត្រនៅចំណេះវិជ្ជាទាំងឡាយជាដើមនោះកូនអវិជ្ជានេះប្រៀបបីដូចជាថ្នាំពឹសដ៏សាហាវអាចសម្លាប់មនុស្សកូនទាំងឡាយនោះឯងប្រៀបបីដូចជាគ្រាប់បរមាណូជាដើមដែលអាចបំផ្លាញមនុស្សនៅក្នុងโลกនេះបានសំបីតែនៅក្នុងគាថាធម្មបទទាំងឡាយក៏លោកបានសម្ដែងតែថាប្រសិនបើនៅក្នុងទ្វីបយើងនេះមានតែមនុស្ស2នាក់ជាមួយនឹងមនុស្សអាក្រក់ក៏មិនឲ្យសាបគប់ជាមួយនឹងមនុស្សអាក្រក់នោះដែរហើយនៅក្នុងស្រីហេតោប្រទេសក៏លោកបានសម្ដែងទៀតថាកូនមានគុណគូគប់តែម្នាក់ជាកូនប្រសើរតែបើកូនល្ងងរាប់រយមិនប្រសើរទេប្រៀបបីដូចជាប្រច័នតែមួយដួងអាចកំចាត់ងងឹតអន្តកាលបានកងតារាទាំងឡាយมันអាចកំចាត់នៅភាពងងឹតអន្តកាលនៅក្នុងផ្ទៃអាកាសនោះបានឡើយយ៉ាងណាមិញបើនៅក្នុងក្រុមគ្រួសារមួយមានកូនតាល្អម្នាក់ឪពុកម្ដាយគ្មានសេចក្តីទុក្ខគ្មានការយំយែកគ្មានការស្រក់ទឹកភ្នែកនោះឡើយប៉ុន្តែបើនៅក្នុងក្រុមគ្រួសារនោះសិតតែជាកូនអន្តពាលជាកូនរមិលគុណជាកូនអវិជ្ជាមិនស្ដាប់បង្គាប់ជាដើមនោះសេចក្តីទុក្ខឪពុកម្ដាយរមែងជាប់នៅក្នុងចិត្តជានិច្ចហើយឪពុកម្ដាយនោះប្រកាសមិនអាចមានជីវិតរស់នៅអាយុវែងនោះបានឡើយពីព្រោះដោយសារតែកូនទាំងអស់នោះអវិជ្ជាល្ងងខ្លាំងតែងតែប្រព្រឹត្តអំពើអាក្រក់នៅក្នុងសង្គមនេះមិនលុះនៅក្នុងកន្លងធម៌ជាដើមដែលធ្វើឲ្យសង្គមនេះឯងពោពេញទៅដោយភាពការវឹកវរនៅក្នុងសង្គមជាដើម
នេះហើយគឺជាសេចក្តីទុក្ខរបស់លោកឪពុកនិងអ្នកម្ដាយពលគឺសេចក្តីទុក្ខរបស់គាត់ពេលដែលកូនកើតមកនោះគឺល្ងងខ្លៅមិនខំសិក្សារៀនសូត្រមិនលុះនៅក្នុងការដំបូន្មានរបស់ឪពុកម្ដាយជាដើមសូមកូនប្រុសស្រីទាំងអស់ចូលស្រឡាញ់ឪពុកម្ដាយជាដើមចូលយកការសិក្សាជាធំហើយត្រូវបញ្ញាចិត្តចេញឲ្យឆ្ងាយអំពីគ្រឿងញៀននិងប្រព្រឹត្តនៅអំពើអាក្រក់ផ្សេងៗនៅក្នុងសង្គមយើងនេះជាដើមបើកូនប្រុសស្រីទាំងឡាយមិនចង់ឲ្យឪពុកម្ដាយលំបាកវេទនាក្នុងចិត្តមិនចង់ឲ្យឪពុកម្ដាយស្រក់ទឹកភ្នែកនោះកូនទាំងអស់ក៏បីខំសិក្សាស្រឡាញ់ឪពុកម្ដាយជាឆ្ងាយអំពីគ្រឿងញៀនជាដើមនេះទើបឈ្មោះថាចំឡងឪពុកម្ដាយឲ្យផុតសេចក្តីទុក្ខនៅក្នុងវាវត្តសង្សារនេះចឹងសូមកូនចៅប្រុសស្រីទាំងអស់ចូលស្រឡាញ់ឪពុកម្ដាយយើងវិញខ្ញុំកណាចូលរួមបន្ថែមក្នុងអត្ថន័យដែលថាសេចក្តីទុក្ខលំបាករបស់ឪពុកម្ដាយទុក្ខព្រោះកូននោះឯងជាមនុស្សដែលល្ងងខ្លៅជាដើមកណាសូមប្រគល់នាទីនេះប្រគេនចំពោះធម្មវិក្មិនវិញកណាសូមអនុមោទនាកណាសូមអរគុណចំពោះលោកម្ចាស់ពេជ្រមณีកណាដែលបានចូលរួមតាក់ទងទៅនឹងកូនដែលអវិជ្ជានិងញាតិញោមជាពុទ្ធបរិស័ទទាំងឡាយដោយដែលលោកម្ចាស់បានលើកឡើងអំពីទោសដែលមិនមានវិជ្ជាគឺកូននឹងមិនមែនបំផ្លាញតែក្រុមគ្រួសារនោះទេប្រៀបដូចជាពស់វែកប្រៀបដូចជាសត្វអសេរពិសកាលណាដែលគ្មានវិជ្ជានៅក្នុងខ្លួនទង្វើនៃការធ្វើគឺមិនបានពិចារណាមិនបានគិតឲ្យបានគ្រប់ជ្រុងជ្រោយនោះទេហើយកូនដែលមិនមាននៅវិជ្ជាទោះជារាប់រយរាប់ពាន់នាក់ក៏មិនសំខាន់នោះដែរហើយក៏មិនអាចធ្វើឲ្យក្រុមគ្រួសាររីកចម្រើនបានដែរមានតែបំផ្លាញមានតែធ្វើឲ្យឪពុកម្ដាយបាត់កិត្តិយសបុណ្យស័ក្តិដោយសារតែកូននឹងឯងកូនហើយវិជ្ជាជាទ្រព្យដ៏ប្រសើរដឹកនាំឲ្យយើងបានសុខក៏ព្រោះវិជ្ជាបានសេចក្តីចម្រើនបានប្រសើរបានខ្ពស់មុខខ្ពស់មាត់ក៏ព្រោះតែវិជ្ជានេះដែរបើកូនមិនខំប្រឹងសង្វាតទន្ទិញនោះទេតើកូនអាចមានអនាគតល្អប្រសើរដែរឬទេសូមកូនពុកត្រូវតែព្យាយាមខំសិក្សារៀនសូត្រណាកូនណាព្រោះពុកកើតក្នុងសម័យសង្គមដែលមានសង្គ្រាមពុកលំបាកក្នុងការសិក្សារៀនសូត្រណាស់តែទោះជាយ៉ាងណាពុកមិនចង់ឲ្យកូនរបស់ពុកអវិជ្ជាមិនមានបញ្ញាដូចជាពុកទេនេះហើយជាទុក្ខលំបាករបស់ឪពុកម្ដាយគ្រប់រូបដែលញាតិញោមបានស្ដាប់បានយល់តាក់ទងទៅនឹងរឿងរ៉ាវដែលឪពុកម្ដាយពោពេញទៅដោយទុក្ខកង្វល់ទី1គឺទុក្ខព្រោះមិនមានកូន
ទី2កូនកើតមកហើយបែរជាស្លាប់នេះក៏ជាទុក្ខរបស់ឪពុកម្ដាយទុក្ខសោកសង្រេងឯទី3ទុក្ខព្រោះកូនកើតមកហើយបែរជាទៅប្រព្រឹត្តអាក្រក់ដែលលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃដែលកាប់សម្លាប់អ្នកដទៃធ្វើបាបឪពុកម្ដាយរបស់យើងនេះគឺជាទុក្ខលំបាកទី3ឯទី4ដែលទុក្ខមហាធ្ងន់របស់លោកឪពុកអ្នកម្ដាយនោះគឺកូនកើតមកហើយគឺជាកូនអវិជ្ជាល្ងិតល្ងងមិនដឹងខុសត្រូវបនបាបនេះហើយជាទុក្ខដ៏ធំសម្បើមរបស់លោកឪពុកអ្នកម្ដាយគ្រប់រូបពុកសូមឲ្យកូនពុកទាំងអស់គ្នាធ្វើជាកូនល្អណាកូនណាបឥឡូវកម្មវិធីអ្នកមានគុណក៏ឈានមកដល់ទីបញ្ចប់ផងដែរឥឡូវនេះខ្ញុំកណាអាត្មាភាពទាំង3ព្រះអង្គមានខ្ញុំកណាភិក្ខុកុសឡោនួនពិនភិក្ខុចិត្តសង្ឃបរោពេជ្រមณีភិក្ខុតក្ខមនីទុំឈលៀងសូមនមស្ការក្រាបថ្វាយបង្គំលានិងចម្រើនពរលា